ទេសភាពថ្ងៃរៀបលេចពិតជាស្រស់ស្អាតណាស់បងអើយមិនដឹងជាមានពេលវេលាប៉ុន្មានដងទេដែលបានមកមើលទេសភាពបែបនេះសួស្តីបងថ្ងៃនេះអូនមកទៀតហើយណាបងមាននឹកអូនអត់ប្រហែលថ្ងៃនេះបានចេញវីដេអូសោះអូនណា stress ជាមួយនឹងពួកសៀមពេកទៅបានចេញវីដេអូមកថ្ងៃនេះអូននាំបងមកកាត់ stress ចាញ់ថ្ងៃនេះអូននាំបងមកស្គាល់ពីកន្លែងថតរូបស្អាតនិងកន្លែងលក់មឹកអាំងដែលឆ្ងាញ់នៅក្នុងផ្សារក្តារបងនេះគឺជាកន្លែងបងស្រីនេះឯងគឺជាម៉ួយរបស់អូនតើលើកណាក៏គាត់ discount ឲ្យអូនដែរអូនទៅទិញឲ្យលុយគេណាបងមិនគឺទៅប្រម៉ូទគេណាតែអូនញ៉ាំទៅឃើញឆ្ងាញ់គាត់បានចែករំលែកឲ្យបងមើលផងដែរអូនក៏បានមកទិញពងមឹកនៅកន្លែងអ៊ីសក់ក្រងនៃគេល្បីផងដែរកន្លែងគាត់ក៏ឆ្ងាញ់ដែរបងម៉ាក់មីអូនណាគាត់ក៏បានមកទិញមឹកងៀតដើម្បីផ្ញើឲ្យម៉ាក់ស៊ូអូននៅភ្នំពេញបងចង់បានអត់ចាំអូនទិញផ្ញើអូនក៏បានចេញពីផ្សារក្តាមដើម្បីតម្រង់ទៅកន្លែងថតរូបដល់ហើយបងទៅស្អាតដូចអូនថាអត់អូនដើរកាច់រៀងពី3ប៉ោះទៅបើចូលជាមកថតហើយអូនណាមកថតពេលព្រឹកទេបងមកថតពេលល្ងាចពេលថ្ងៃរៀបលេចទាំងស្អាតប៉ុណ្ណាទេប្លង់មួយណាក៏ស្អាតដែរបងនៅកន្លែងហ្នឹងដូចកន្លែងនេះចឹងគឺស្អាតខ្លាំងណាស់បងអើយតែបាក់ផ្សំមកឲ្យបងអើយអាយ៉ាអូនសោះអូនណាចេះតែចង្អុលឆ្វេងឆ្ដាំឆ្វេងតាមឲ្យបងមើលទៅអូនថតរូបរួចហើយក៏បានបន្តដំណើរទៅលេងឆ្នេរអង្គរទេសភាពតាមដងផ្លូវពិតជាស្អាតណាស់បងអើយអាយ៉ាអូនក៏បានជួបស្រីស្អាតបងប្អូនអើយគាត់ស្អាតខ្លាំងណាស់អូនក៏បានសុំគាត់ថតរបស់ទៅមកបងមកជិះតងលេងជាមួយនឹងអូនមិនបាច់ដើរលេងទៅណាឆ្ងាយទេបងអើយនៅក្បែរផ្ទះហ្នឹងទេសភាពរស់ទៅណាអស់បន្ទាប់ពីថតរូបចាប់ហើយអូនក៏បានញ៉ាំអីបងសក់ស្រមអីមើលបើបានញ៉ាំមឹកអាំងមើលថ្ងៃរៀបលេចមិនដឹងជាអារម្មណ៍ស្រស់ស្រាយប៉ុណ្ណាទៅគ្រួសារអូនណាមិនសូវបានជុំគ្នាទេពូនឹងមីងអូនណាគាត់រស់នៅភ្នំពេញយូរគាត់បានមកលេងម្ដងអូនក៏ស្ម័គ្រចិត្តនាំគាត់ដើរលេងពេលវេលាជុំគ្រួសារពិតជាមានន័យណាស់បងអើយបន្ទាប់ពីញ៉ាំបាយរួចអូនក៏បានរត់លេងជាមួយនឹងប្អូនរបស់អូនអរគុណបងដែលបានទស្សនាវីដេអូអូនពីដើមរហូតដល់ចប់បាយ